ឆ្វេងរបស់ប៊ឺសង្ឃឹមបាត់ឆ្វេងសងបែរធ្វើចូលក្នុងចាក់កងស្រាំដែរមួយទៀតMừng mọi người đã đến với kênh Sao Thể Thao. Đây là trận đấu giữa góc đài đỏ là vận động viên đến từ Campuchia, Bớt Song Kham. Đối thủ của anh là vận động viên đến từ Philippines có tên là Ekoweron ở góc đài xanh. Đây là trận đấu diễn ra với hạng cân 60 kg. Đây là một trận đấu chuyên nghiệp trong khuôn khổ giải Khun Khmer Thế giới được diễn ra tại đất nước Campuchia. Và bây giờ không để mọi người chờ lâu, xin mọi người hãy theo dõi diễn biến trận đấu ngay sau đây. Và bông mai bông ôn cô nế dùm chưa thật tăng dương cù nguồn để rô tha cây là co Philippines rung đi rô ha hỏi tăng dương vòng và rô ha hỏi tăng dương vòng đôi chân này bốn chân ra rồi bỏ bơ tầng khưng cứ nâng trời prao trời mặt đành hơi và thôi tha cây là co đại biên phổ quạt phổ cuột và chồng luôn sáng chồng pi đo và chúng ta mặc hay bật bơ đo khi nông chơi chúng ta mặc hay bật bơ đo lúc còn tại cu bật cuốn rồi lọt nó cứ đọc đuôi đo cả hai chân ca cái cuốn vấp hắt các bạn cuốn các bạn vừa con cắn tại du chưa bật khai biết đây ở quay đây chỉ còn ở quay đây còn mặt chết và sắm đây cái nông ca hắt cái nông nghiêm chuyện này cái là hỡi đào bầy chia cảประกวดประชัยมวยបាទឲ្យកាន់តែដឹកសមត្ថភាពខ្លួនឯងទាំងបើទៅខំក៏ដោយទាំងកីឡាករ L Conqueror ក៏ដោយគឺថាមានខ្សែក្រវ៉ាត់ពិភពលោកដាក់តាំងដើម្បីរកអ្នកឈ្នះយកខ្សែក្រវ៉ាត់នេះក្នុងប្រភេទទម្ងន់60 គីឡូក្រាមគ្រប់គ្រងខ្មែរ Beverages គ្រប់គ្រងផលិតផលក្នុងស្រុកលើកកម្ពស់វិស័យសិល្បៈវិស័យកីឡាគុនខ្មែរគ្រប់ប្រភេទនៅកម្ពុជាខ្មែរ Beverages ជួយគ្រប់វិស័យច្រើនជាងគេបង្កើតឱកាសបង្ហាញសមត្ថភាពបណ្ដុះជំនាញលើកកម្ពស់ជីវភាពកីឡាករកីឡាការិនីសិល្បករសិល្បការិនីកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីអាញាកណ្ដាលមកពីប្រទេសម៉ាឡេស៊ីនឹងមកជាម្ចាស់ខ្សែបាត់ដល់សសាននេះបាទចាក្រមត្រៀមប្រងព្រឹបប្រគួតជើងឯកគុនផ្នែកអន្តរជាតិគូទី4គឺជាគូដណ្ដើមខ្សែក្រវ៉ាត់ពិភពលោកកម្ពុជាហ្វីលីពីនទឹកទី1 round 1បាទទឹកទី1អរគុណដល់បេក្ខភាពកម្ពុជាធម្មពលដល់ជោគជ័យបាទធ្វើសង្ឃឹមដាក់ទីចិត្តសាស្ត្រថ្ងៃនេះបាទជាមួយនឹងគណៈករពីហ្វីលីពីនបាទពីបុកស៊ីងស្គាល់អីល្អណាស់បាទយើងជួយគុណខ្មែរពីដល់គាត់ជួយរបស់មើលសង្ឃឹមយ៉ាប់ទុកមើលសង្ឃឹមអាចយក10លានបានអត់បាទខាងពីមិនមែនយក10លានបាទពីខ្មែរប្រជាបុកទៅគុំជួយអូយបាទបុកនេះបុកធ្នមបាទបុកធ្នមតែជំនុនបាទជួយខាងក្រោមបាទពីមើលសង្ឃឹមហើយជួយធ្នមបាត់គុំជួយរបស់មើលសង្ឃឹមគុំសងទីក្រាស់ក៏មានបាទមើលសង្ឃឹមទឹកមួយឬធ្នមហើយធ្នមទុំទៅគាត់ជួយខាងក្រោមគាត់ជួយទៀតកាបាទសង្ស័យណាបាទសង្ស័យទៅកន្លែងហាក់ពីវិញមិនហើយទៅកន្លែងហើយគាត់ជួយខាងក្រោមសូស្រាំវិញអូនកំកាបាទឡោស្នាមរបស់មើលទៅកំអូនអាចបុកគុំធ្វើវាមកសាក់អីទៅគុំតងគុំទៅទៅណាម្ដងអូកាក្រោមទៅធ្វើរបស់មើលទៅកំបាត់ធ្វើកំទៅធ្វើចូលក្នុងចាក់គុំស្រាំដែរមួយទៀតគុំរបស់មើលទៅកំស្មាត់ឡៃហាន់ពីបាទវិញជង្គង់ដូចគ្នាលោកអញ្ញាកណ្ដាលបញ្ចុះការប្រកួតអត់ដែរអត់កន្លែងណាដែរបាទជង្គង់ដូចគ្នាក៏ដែរអានពីជង្គង់ខាងលើបើទៅខំជង្គង់ចូលពោះសំទលេអបអរសាទរដល់បើទៅខំមួយបងប្អូន ច
បាទពិតជាស័ក្តិសមអ្នកលេងចិត្តសាមញ្ញបាទធ្នមមួយតែច្បាស់បាទនេះបងប្អូនទស្សនារពីយូរផឹកបុកស្ដាំមួយផឹកទាញមកដាក់ដូចនេះបុកជួយមួយលឹកបាទចូលត្រឡប់ឯងនឹងតម្រងចូលក្នុងដង្ហើមមានដំណឹងល្អមកដល់ទៀតហើយមានដំណឹងល្អបាទបន្ទាប់ពីជង្គង់របស់បឺតសង្ឃឹមមុនហ្នឹងកីឡាករឥណ្ឌូនេស៊ីបាទសន្លប់កន្លែងហ្នឹងចូលមកជង្គង់ឥឡូវនេះកីឡាករហ្វីលីពីនបាទបឺតសង្ឃឹមទៀតគាត់ដាក់ភ្លឹបចំកន្លែងហ្នឹងដូចគ្នាពាក់កណ្ដាលទឹកបាទដំណឹងល្អអ្នកអង្គការលៀងម៉េងសហស្ថាបនិកនិងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages ឧបត្ថម្ភដល់បឺតសង្ឃឹមចំនួន10លានរៀលមិនធម្មតាទេបាទជាការប្រកួតដ៏ស្វិតស្វាញបងប្អូនសូមផ្ទះដៃលើកទឹកចិត្តបាទដល់ការប្រកួតប្រជែងរបស់កីឡាករហ្វីលីពីនដូចគ្នាផងដែរបាទគូត្រេកជននីតិមន្ត្រីតាមរយៈការផ្ដួលគូប្រកួតឲ្យសម្លាប់នៅក្នុងទឹកទី1ជ័យជំនះនឹងក្លាយជាម្ចាស់ខ្សែក្រវ៉ាត់គុណខ្មែរពិភពលោក60គីឡូក្រាមបានទៅលើបង្គោលក្រមបាទសង្ឃឹមបាទហើយក្នុងខាងនេះជាបាទមានកញ្ញូសូមគោរពអញ្ជើញឯកឧត្តមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តប្រស័យហនុបាទផ្ដល់កិត្តិយសដល់បាទអាជ្ញាកណ្ដាលដែរហើយបាទលោកបាទនឹងប្រគល់បន្តពីសហការីជូនទៅដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តប្រស័យហនុបាទនេះជាខ្សែក្រវ៉ាត់ជើងឯកគុណខ្មែរពិភពលោកនៅក្នុងប្រភេទទម្ងន់60គីឡូក្រាមបាទស្ពាយលើស្មាទេម្ដងអូបអូសាទរជាថ្មីម្ដងទៀតដល់ជើងឯកពិភពលោក60គីឡូក្រាមបាទសង្ឃឹមបាទនេះគឺជាអនុស្សាវរីយ៍ល្អណាស់បាទពីគូកន្លងទៅដែលកីឡាករកម្ពុជាទាំងពីររូបបានក្លាយជាជើងឯកពិភពលោកបាទគុណខ្មែរ World Champion នៅបន្តទៀតបាទគីឡូធំគឺគីឡូ75ដែលកីឡាករដើម្បីសម្រាប់ជោគជ័យវាជាជាបាយកម្លាំងកម្ពុជាអាមកពលដ៏ជោគជ័យភាពជោគជ័យនេះការតាំងពីការតស៊ូអូពីនិងការលះបង់